Yo hello សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកនិយាយទៅកាន់គ្នាយើងអ្នកដែលចង់លក់ account អញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកគ្នាមើលវីដេអូនេះទៅកុំឲ្យអ្នកគ្នាយល់ច្រឡំទៀតអញ្ចឹងទៅហ្នឹងហើយអញ្ចឹងទី1អ្នកគ្នាលក់ account នេះគេអ្នកគ្នាបើសិនជាអ្នកគ្នា connect ជាមួយ Facebook ក៏ connect ទៅ connect មួយ Gmail ក៏អីក៏ connect ទៅអញ្ចឹងណាតែសំខាន់គឺអ្នកកន្លែង recovery Gmail អ្នកគ្នាត្រូវឲ្យ Gmail ហ្នឹងជាមួយនឹងលេខកូដគេហើយបន្តមកជាមួយនឹងលេខកូដ6ខ្ទង់ឬក៏8ខ្ទង់សម្រាប់ recover ហ្នឹងឲ្យទៅកាន់អ្នកដែលគេលក់ហ្នឹងអញ្ចឹងពេលដែលគេយកអាហ្នឹងទៅគឺគេស្រួលរៀបចំលក់ឲ្យអ្នកគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកគ្នាអត់បាក់ទេអញ្ចឹងបើសិនជាអ្នកគ្នាអត់មានជាមួយនឹងលេខកូដ recovery ហ្នឹងទេ account ហ្នឹងក៏ពិបាកលក់ដែរអញ្ចឹងណាហើយបើសិនជាមានអ្នកដែលគេលក់បានអាហ្នឹងខ្ញុំអត់ដឹងទេប្រយ័ត្នតែគេចាញ់បោកគេខ្ញុំអត់ដឹងណាហ្នឹងហើយប៉ុន្តែបើសម្រាប់ខ្ញុំបើអត់មានលេខកូដ6ខ្ទង់ឬក៏8ខ្ទង់សម្រាប់ recover វាទេគឺខ្ញុំមិនអាចលក់ចាញ់បានទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកគ្នាកុំភ្លេចត្រូវថតអាហ្នឹងមុននឹងបង្កើតមុននឹងដាក់ហ្នឹងហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេចឹងអ្នកគ្នាអាចនេះបានហើយមួយទៀតបើសិនជាពួកខ្ញុំអ្នកដែលលក់ account ឲ្យអ្នកគ្នាហ្នឹងដាក់ Gmail ចូលក្នុងនោះនៅសល់15ឬក៏14ថ្ងៃសូមអ្នកគ្នាកុំលុបវាចេញអីបើសិនជាអ្នកគ្នាលុបវាចេញគឺអាចមានបញ្ហាអញ្ចឹងណាអញ្ចឹងអ្នកគ្នាកុំលុបល្អជាងណា